ការពិសាកាហ្វេមួយពែងប្រចាំថ្ងៃរបស់លោកអ្នកអាចជួយឲ្យអ្នកមានសុខភាពកាន់តែល្អប្រសិនបើអ្នកជាស្ត្រីឯសម្រាប់បុរសក៏ល្អដែរតែល្អនៅក្នុងទម្រង់ខុសពីស្ត្រីដូចជាការថយចុះហានិភ័យនៃជំងឺបេះដូងការកាត់បន្ថយហានិភ័យនៃជំងឺ Parkinson និងជំងឺភ្លេចភ្លាំងឱកាសទាបនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី2នឹងធ្វើឲ្យប្រសើរឡើងនៅសុខភាពថ្លើមសម្រាប់អ្នកមិនផឹកស្រាញឹកញាប់ការសិក្សារយៈពេល30ឆ្នាំដ៏ធំដែលតាមដានស្ត្រីអាមេរិកជាង47,000នាក់បានរកឃើញថាអ្នកដែលផឹកកាហ្វេដែលមានជាតិកាហ្វេអ៊ីនក្នុងកម្រិតមធ្យមក្នុងអាយុ40ឆ្នាំនិង50ឆ្នាំទំនងជាឈានដល់អាយុ70ឆ្នាំជាមួយនឹងសុខភាពល្អនិងមានជំងឺតិចតួចសមត្ថភាពរាងកាយកាន់តែប្រសើរនិងការងារកាន់តែមុតស្រួចជាងមុនញ៉ាំកាហ្វេពី3ទៅ5ពែងក្នុងមួយថ្ងៃនៃកាហ្វេធម្មតាជំរុញឲ្យពេលចាស់ទៅមានសុខភាពល្អជាការពិតពែងនីមួយៗបានបន្ថែមឱកាស2ទៅ5%នៃការមានសុខភាពល្អនៅពេលក្រោយក្នុងជីវិតប៉ុន្តែបើអ្នកផឹកតែមិនបានជួយទេហើយបើផឹកកូកាទៀតនឹងធ្វើឲ្យពេលចាស់ទៅសុខភាពកាន់តែអាក្រក់ដោយកាត់បន្ថយសុខភាពល្អពេលចាស់ទៅរហូតដល់26%ក្នុងមួយកំប៉ុងដូច្នេះខណៈពេលដែលកាហ្វេមិនមែនជាថ្នាំវីតាមីនវាអាចផ្ដល់ឲ្យខ្លួនឯងនៅអត្ថប្រយោជន៍តូចមួយប៉ុន្តែមានអត្ថន័យជាពិសេសនៅពេលដែលអ្នកផឹកវាភ្ជាប់ជាមួយការហាត់ប្រាណបរិភោគល្អនិងការបញ្ចុះបារីទោះបីជាផឹកកាហ្វេរាល់ថ្ងៃគេថាអ្នកញៀនក៏ដោយក៏កុំខ្វល់នេះជាការញៀនក្នុងផ្លូវល្អ